ព្រឹត្តិបတ်ព័ត៌មានស្ដីពីសកម្មភាពការងារប្រចាំសប្តាហ៍របស់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានសប្តាហ៍ទី2នៃខែឧសភាឆ្នាំ2025នាថ្ងៃទី12ខែឧសភាឆ្នាំ2025វេលាម៉ោង3រសៀលឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកណ្ដាលស្ដីពីការទប់ស្កាត់និងការកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនិងពិធីប្រគល់រថយន្តដឹកសម្រាមជូនដល់មន្ទីរបរិស្ថានចំនួន9គ្រឿងនៅទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី13ខែឧសភាឆ្នាំ2025វេលាម៉ោង10ព្រឹកនៅទីស្តីការក្រសួងបរិស្ថានឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបលោកកូហ៊ីកាវ៉ាបាយ៉ាស៊ីតំណាងក្រុមហ៊ុនចេត្រូជប៉ុនប្រចាំកម្ពុជាជំនួបនេះគឺជាសញ្ញាដ៏ល្អដែលបង្ហាញថាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនបានចាប់អារម្មណ៍មកធ្វើការវិនិយោគនៅកម្ពុជាយើងកាន់តែច្រើនឡើងបន្ទាប់មកនៅវេលាម៉ោង 2:30 នាទីរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបលោកជំទាវ Bridget L. Walker ភារៈធារីស្ថានទូតសហរដ្ឋអាមេរិករួមនឹងសហការីដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួងបរិស្ថានបន្ទប់តាវសេងហួរបន្ទាប់មកវេលាម៉ោង 3:30 នាទីរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានបន្តទទួលជួបលោកកៅលៀងហ្វាអគ្គនាយកក្រុមហ៊ុនគាំពារបរិស្ថាន Veng Yu Jiangsu ខេត្តហ៊ូណានប្រទេសចិននិងជាអគ្គនាយកក្រុមហ៊ុន Cambodian Sino Metallic Material Industrial Park Co Ltd តំបន់សេដ្ឋកិច្ចពិសេស Cambodian Sino Metallic Material នៅក្រសួងបរិស្ថាននាវេលាម៉ោង 7 ព្រឹកថ្ងៃទី15ខែឧសភាឆ្នាំ2025ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីច្រត់ព្រះនង្គ័លនៅទីព្រះស្រែកីឡាដ្ឋានក្រុងកំពង់ឆ្នាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតវេលាម៉ោង 8:30 នាទីព្រឹកនាថ្ងៃទី16ខែឧសភាឆ្នាំ2025ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យគោលដៅលំហែបៃតងតំបន់ខ្នងផ្សារបន្ទាប់មកនៅវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យបទនភាពសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ខេត្តកំពង់ស្ពឺនាល្ងាចថ្ងៃទី17ខែឧសភាឆ្នាំ2025ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមពិសាអាហារសាមគ្គីជាមួយក្រុមការងារសារព័ត៌មានសម្ដេចតេជោហ៊ុនសែននិងក្រុមការងារសារព័ត៌មានសម្ដេចធិបតីហ៊ុនម៉ាណែតព្រមទាំងប្រធានសមាគមសារព័ត៌មាននិងអ្នកសារព័ត៌មានប្រមាណ300នាក់នៅសង្កាត់បឹងកក់1ខណ្ឌទួលគោករាជធានីភ្នំពេញលុះដល់ព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2025ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីបិទប្រឡងសូត្រគម្ពីរអាល់គួរអាល់នុលការីមថ្នាក់ជាតិលើកទី32និងសូត្រចាំមាត់លើកទី6 2025ក្រោមប្រធានបទអ៊ីស្លាមនិងបច្ចេកវិទ្យាក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅបរិវេណវិហារអ៊ីស្លាមភូមិបន្ទាយឃុំជំនិចស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំជាសកម្មភាពប្រចាំនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានលើភាពស្អាតយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេនិងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានគ្រប់រាជធានីខេត្តទាំង25នៃព្រះរាជាណាចក្រកម្ពុជាមានការចូលរួមពីសំណាក់សិស្សានុសិស្សប្រជាពលរដ្ឋព្រះសង្ឃនិងមន្ត្រីរាជការមានចំនួនសរុប 185,133 អង្គអ្នកនៃសប្តាហ៍ទី2ក្នុងខែឧសភានេះដោយឡែកយុទ្ធនាការពន្លកបៃតងជាការបណ្ដុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះក្នុងនោះក្រសួងបរិស្ថាននិងមន្ត្រីបរិស្ថានគ្រប់រាជធានីខេត្តបណ្ដុះកូនឈើបានចំនួនសរុប 211,855 ដើមក្នុងសប្តាហ៍ទី2នៃខែឧសភានេះផងដែរ